ចាសូមគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងការព្យាករណ៍រិស័យឆ្នាំទាំង12ប្រចាំខែកុម្ភៈឆ្នាំ2026ចាហើយឥឡូវនេះយើងចាប់ផ្ដើមពីឆ្នាំជូតទៅចាសម្រាប់លោកអ្នកដែលកើតឆ្នាំជូតនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាសម្រាប់លោកអ្នកឃើញថាអាចមានអារម្មណ៍ហត់នឿយគឺហត់នឿយជាមួយនឹងការជួយអ្នកចិត្តខ្លួនចាព្រោះអាចថានឹងមាននៅក្នុងខែកុម្ភៈនេះនឹងមានអ្នកចូលមកពឹងពាក់សុំជំនួយជួយរឿងនេះរឿងនោះមិនថារឿងលុយកាក់ឬរឿងការងារអីផ្សេងៗទេអ្នកខ្លះក៏មកពឹងឲ្យជួយរកការងារអ្នកខ្លះក៏មកពឹងពាក់ឲ្យជួយរឿងលុយកាក់អីចឹងទៅចឹងធ្វើលោកអ្នកមានអារម្មណ៍ថាអូយហត់នឿយមែនតើចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងលុយកាក់វិញនៅក្នុងខែនេះអ្នកការឆ្នាំជូតក៏យើងអាចមានការចំណាយច្រើនហើយក៏លោកអ្នកមានអារម្មណ៍ថាពិបាកបដិសេធក្នុងការចំណាយទៅលើរឿងផ្សេងៗដែលចូលមកនៅពេលនេះណាចាគឺត្រូវតែតាំងចិត្តឬមិនតាំងចិត្តគឺត្រូវតែចំណាយតែម្ដងចាហើយពាក់ព័ន្ធជាមួយនឹងសុខភាពនៅក្នុងខែកុម្ភៈនេះចាអ្នកការឆ្នាំជូតសុខភាពរបស់លោកអ្នកឃើញថាយើងអាចអាសាឈឺក្បាលបន្តិចដោយសារលោកអ្នកគិតច្រើនតែប៉ុណ្្នឹងទេចាបើពាក់ព័ន្ធនឹងបញ្ហាផ្សេងៗទៀតដូចជាមិនមានផលប៉ះពាល់ទេណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងខែនេះអ្នកការឆ្នាំជូតចាក្នុងខែកុម្ភៈនេះការងាររបស់អ្នកឃើញថាលោកអ្នកអាចនឹងទទួលបានការផ្ដល់ឱកាសការជួយជ្រោមជ្រែងឬក៏អាចថានឹងមានអ្នកចូលមកជួយធ្វើឲ្យការងាររបស់អ្នកអាចនឹងមានលទ្ធផលល្អចាហើយពេលដែលលោកអ្នកជួយអ្នកដទៃរឿងការងារហើយក៏ទទួលបានលទ្ធផលល្អត្រឡប់មកវិញពីការងាររបស់យើងដូចគ្នាអាចថាយើងធ្វើបុណ្យបានបុណ្យត្រឡប់មកវិញអីចឹងណាចាហើយសម្រាប់ការរកស៊ីវិញនៅក្នុងខែនេះឃើញថាអាចមានឧបសគ្គតិចហើយសម្រាប់លោកអ្នកដែលជាអ្នករកស៊ីអាចថាការលក់ដូររបស់យើងអាចមិនសូវជាល្អប្រសើរអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូចាជីវិតគូនៅក្នុងខែនេះអាចមិនសូវជាល្អប្រសើរទេអារម្មណ៍មួម៉ៅឆេវឆាយច្រើនក៏អាចនឹងមានការប៉ះទង្គិចគ្នាក៏អាចនឹងមានចំនួនពាក្យសម្ដីឬក៏អាចមានចំនួនតាមទូរស័ព្ទនៅផ្ទាល់តែម្ដងចាហើយមួយទៀតក៏អាចថានឹងមានរឿងដើមហេតុដោយសាររឿងទូរស័ព្ទចាអាចនឹងមានអាត់កំបាំងអីមួយនៅក្នុងទូរស័ព្ទទៅស្រាប់តែដៃគូរបស់យើងក៏ចាប់បានណាចាអញ្ចឹងក៏កើតជាចំនួនឬក៏លោកអ្នកអាចនឹងចាប់បានអាត់កំបាំងអីមួយនៅក្នុងទូរស័ព្ទរបស់ដៃគូរបស់យើងក៏អាចកើតជាបញ្ហានេះដែរចាហើយលោកអ្នកដែលនៅតែនេះចាសម្រាប់អ្នកនៅលាវនៅក្នុងខែកុម្ភៈនេះឃើញថាលោកអ្នកអាចរវល់នឹងមានភាពមមាញឹកជាមួយនឹងជីវិតផ្ទាល់ខ្លួនច្រើនជាងអាចនឹងមិនទាន់បើកចិត្តមើលអ្នកណាទេណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតអ្នកការឆ្នាំជូតនៅក្នុងខែនេះគឺត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងបញ្ហារឿងច្បាប់រឿងក្តីក្តាំចាពួកអាចកើតមានសម្រាប់យើងអញ្ចឹងការបើកបរការធ្វើអីមួយក៏ដោយលោកអ្នកត្រូវតែប្រយ័ត្នណាកុំព្យាយាមបំពេញជាមួយច្បាប់ឬធ្វើរឿងដែលខុសច្បាប់មិនទេអាចនឹងមានបញ្ហាណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយជនពិការទៅដើម្បីលើករាសីរបស់យើងចាហើយពាក់ព័ន្ធជាមួយពណ៌លើករាសីចាគឺមានពណ៌សូកូឡានិងពណ៌សលេខសំណាងរបស់លោកអ្នកគឺមានលេខ68ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកហៅលុយបានគឺអត់សល់ចាឲ្យតែចាប់ផ្ដើមមានលុយមានហេតុឲ្យចេញទៅវិញចាហើយនៅក្នុងខែកុម្ភៈនេះក៏ត្រូវប្រយ័ត្នអាចមានចំនួនរឿងលុយកាក់ដែរណាហើយតំណែងលុយកាក់របស់អ្នកឃើញថាយើងអាចរកបានមានរឿងល្អៗដែលធ្វើឲ្យយើងអាចធ្វើអីគិតអីចឹងចេះតែរកចំណូលចូលមកបានប៉ុន្តែនៅក្នុងឱកាសនេះមានលុយពេលណាមានបញ្ហាពេលហ្នឹងចឹងធ្វើលោកអ្នកមានអារម្មណ៍ថាហេតុអីបើបានលុយកាក់របស់យើងអត់សូវមានភាពនឹងណនៅក្នុងពេលនេះចឹងណាចឹងបើសិនជាលោកអ្នកអាចថាប្រយ័ត្នប្រយែងចេះគ្រប់គ្រងបានល្អមិនធ្វើឲ្យយើងមានបញ្ហាទេចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពចាលេខសុខភាពរបស់អ្នកក៏ឃើញត្រូវចំណាយលុយកាក់ទៅលើរឿងសុខភាពដែរអាចមានបញ្ហាសុខភាពអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នព្រោះមានជាងលេខដែលលោកអ្នកអាចជួបមុខពេទ្យណាចាហើយសម្រាប់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះអ្នកការឆ្នាំឆ្លូវឃើញថាការងាររបស់អ្នកអាចនឹងមានការងារចូលមកច្រើនដែលធ្វើលោកអ្នកត្រូវរើសត្រូវសម្រេចចិត្តអញ្ចឹងនៅក្នុងឱកាសនេះការសម្រេចចិត្តធ្វើការងារណាមួយលោកអ្នកត្រូវតែច្បាស់លាស់ខ្លួនឯងមិនចឹងទេនឹងអាចមានឱកាសសម្រេចចិត្តខុសចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការរកស៊ីឃើញថាដំណើរការនៃការរកស៊ីរបស់លោកអ្នកអត់អីទេយើងអាចនឹងមានដំណើរការបានជាធម្មតាការលក់ដូរការជួញដូរអីអាចមានលទ្ធផលចាប៉ុន្តែក៏គួរប្រយ័ត្នតិចដែរបើសិនជាលោកអ្នកត្រូវរកស៊ីឬក៏ជួញដូរជាមួយមនុស្សភេទប្រុសត្រូវប្រយ័ត្នពួកអាចមានឱកាសគេមានគំនិតមិនល្អគេអាចក្បត់យើងណាចាសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូជីវិតគូរបស់អ្នកនៅក្នុងខែកុម្ភៈនេះផ្ទាល់ឃើញថាលោកអ្នកអាចនឹងមានភាពអធិស្ឋានគ្នាច្រើនមិនថាមាននឹងអីទេលោកអ្នកអាចព្យាយាមអត់ឱនគ្នាហើយនៅក្នុងខែនេះអ្នកការឆ្នាំឆ្លូវអាចនឹងទទួលបានរឿងភ្ញាក់ផ្អើលអីមួយអាចថាដៃគូរបស់យើងគាត់អាចនឹងមក surprise យើងអីចឹងណាចាហើយសម្រាប់លោកអ្នកដែលនៅតែនៅក្នុងខែកុម្ភៈនេះឃើញថាលោកអ្នកអាចនឹងមានអ្នកលួចពេញចិត្តឬក៏អាចថានឹងមានអ្នកលួចចាប់អារម្មណ៍ចំពោះលោកអ្នកហើយលោកអ្នកផ្ទាល់ក៏អាចកំពុងលួចមានចិត្តឲ្យអ្នកណាដូចគ្នាណាអញ្ចឹងឱកាសនេះអាចចាប់អារម្មណ៍ទៅអ្នកចិត្តខ្លួនមានសកម្មភាពអីប្លែកៗអត់អាចថាគេកំពុងចាប់អារម្មណ៍ចំពោះលោកអ្នកណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់អ្នកកើតឆ្នាំឆ្លូវគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការវេលុយបាញ់លុយតាមទូរស័ព្ទការដាក់លុយតាមកង់អីហ្នឹងចាគួរប្រយ័ត្នតិចចាព្រោះអាចថាប្រយ័ត្នមានបញ្ហាភ័ន្តច្រឡំតួលេខហ្នឹងវិញនឹងធ្វើឲ្យមានការខាតបង់ដែរអញ្ចឹងគួរប្រយ័ត្នចំណុចនេះណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺសារធ្វើបុណ្យជាមួយការជួយតាមមន្ទីរពេទ្យចាដើម្បីជាការលើករាសីពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌សនិងពណ៌ក្រហមណាចាលេខសំណាងរបស់លោកអ្នកគឺមានលេខ15
ចា៎សម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំខាសម្រាប់អ្នកកើតឆ្នាំខានៅក្នុងខែកុម្ភៈនេះផ្ទាល់ចា៎លោកអ្នកអាចមានអារម្មណ៍ថាលោកអ្នករីករាយលោកអ្នកមានសេចក្តីសុខលោកអ្នកទទួលបានភាពច្បាស់លាស់ភាពនឹងនឹងអាចមានសម្រាប់លោកអ្នកណាចា៎នឹងអាចមានដំណឹងល្អអីមួយអាចនឹងចូលមកដូចគ្នាហើយបើសិនជាបងប្អូនដែលកំពុងមានបំណងចង់ទិញរបស់ទ្រព្យថ្មីចូលនឹងអាចមានឱកាសទិញចូលបានណាចា៎ហើយសម្រាប់ពាក់ព័ន្ធនឹងរឿងលុយកាក់ក៏ឃើញថាលោកអ្នកមានភាពនឹងនៅក្នុងខែនេះមិនមានអីជាបញ្ហាទេចា៎ហើយសម្រាប់សុខភាពចា៎លេខសុខភាពរបស់អ្នកនៅក្នុងឱកាសនេះដែរឃើញថាមានភាពរឹងមាំដូចគ្នាមិនមានអីជាបញ្ហាទេណាចា៎ហើយបើមើលពីរឿងការងារឃើញថាការងាររៀងហត់នឿយបន្តិចចា៎ប៉ុន្តែលោកអ្នកអាចអត់ធ្មត់បានយើងអាចជោគជ័យបានដូចគ្នាណានៅក្នុងឱកាសនេះចា៎ហើយសម្រាប់ការរកស៊ីឃើញថាអាចមានឱកាសនឹងមានការផ្លាស់ប្ដូរការបម្រែបម្រួលល្អៗចូលមកសម្រាប់លោកអ្នកឬក៏បងប្អូនដែលកំពុងចង់ផ្លាស់ប្ដូរមុខរបរអាជីពថ្មីនឹងអាចនឹងធ្វើបានចា៎សម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូចា៎សម្រាប់ជីវិតគូរបស់លោកអ្នកនៅក្នុងខែកុម្ភៈនេះគឺល្អប្រសើរបងប្អូនដែលរៀបការរួចហើយនឹងអាចមានដំណឹងល្អពាក់ព័ន្ធជាមួយនឹងរឿងមានអ្នកមកចាប់កណ្ដាលអាចនឹងមានបុត្រធីតាចាហើយសម្រាប់អ្នកដែលគាត់មិនទាន់មានភាពច្បាស់លាស់ក៏អាចនឹងមានឱកាសមានការគិតគូរពាក់ព័ន្ធនឹងការរៀបចំពិធីមង្គលផ្សេងៗនឹងអាចបង្ហាញពីភាពច្បាស់លាស់ដល់លោកអ្នកដូចគ្នាចាហើយសម្រាប់លោកអ្នកដែលនៅតនេចាលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងឱកាសនេះឃើញថាលោកអ្នកក៏អាចនឹងមានឱកាសជួបមនុស្សដែលច្បាស់លាស់ឬមនុស្សដែលត្រូវចិត្តណាចាសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះអ្នកការឆ្នាំខាគឺលោកអ្នកត្រូវប្រយ័ត្នតិចគឺពាក់ព័ន្ធនឹងការទុកដាក់របស់ចាព្រោះអាចមានចំណុចដែលយើងខ្លាចបាត់របស់ណាចាហើយចុងក្រោយការធ្វើបុណ្យរបស់អ្នកអាសាធ្វើបុណ្យជាមួយការបលែងស័ព្ទទៅដើម្បីលើករាសីរបស់យើងពណ៌លើករាសីរបស់អ្នកគឺមានពណ៌ទឹកប៊ិចនិងពណ៌សណាចាសម្រាប់លេខសំណាងរបស់លោកអ្នកគឺមានលេខ96ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំថោះសម្រាប់លោកអ្នកដែលកើតឆ្នាំថោះនៅក្នុងខែកុម្ភៈនេះចាគឺជាខែដែលលោកអ្នកអាចនឹងមានឱកាសរកចំណូលចូលមកបានច្រើនចាគ្រឿងលុយកាក់ក៏មិនមានអីជាឧបសគ្គជាបញ្ហាអាចមានឱកាសថ្មីឬក៏អាចថាយើងអាចធ្វើអីចាប់អីក៏កើតចេញជាមាសជាប្រាក់ដែរអញ្ចឹងនៅក្នុងខែនេះគឺជាខែមួយដែលធ្វើឲ្យលោកអ្នកអាចមានសេចក្តីសុខច្រើនចាជាពិសេសរឿងលុយកាក់ដែលលោកអ្នកជាប់ជំពាក់បញ្ហាអីផ្សេងៗនឹងអាចមានឱកាសដោះស្រាយបានហើយសម្រាប់ដំណើរលុយកាក់របស់លោកអ្នកដែរឃើញថានៅក្នុងខែនេះឲ្យតែលោកអ្នកព្យាយាមប្រយ័ត្នប្រយែងរឿងការចាយវាមានគម្រោងផែនការច្បាស់លាស់មិនមានអីជាបញ្ហាទេចាសម្រាប់សុខភាពលេខសុខភាពរបស់អ្នកក៏មិនមានអីជាបញ្ហាដែរប៉ុន្តែលោកអ្នករៀងប្រយ័ត្នរឿងចំណីអាហារតិចព្រោះដោយសារលោកអ្នកពេលខ្លះអាចជាអ្នកប្រភេទដែលចូលចិត្តញ៉ាំចំណីអាហារមិនសូវរើសអញ្ចឹងត្រូវប្រយ័ត្នបន្តិចដែរណាចាហើយសម្រាប់បើមើលពីរឿងការងារវិញការងាររបស់លោកអ្នកឃើញថាអាចមានលៀបសំណាងជាមួយនឹងការងារឱកាសជោគជ័យជាមួយនឹងការងារលោកអ្នកអាចមានឱកាសឡើងឋានៈបុណ្យស័ក្តិឬប្រាក់ខែនឹងក្នុងខែកុម្ភៈនេះក៏អាចនឹងទទួលបានចាហើយសម្រាប់ពាក់ព័ន្ធនឹងការរកស៊ីដំណើរការនៃការរកស៊ីរបស់អ្នកឃើញថាអាចមានភាពរីកចម្រើនណាការជួញដូររកស៊ីរបស់យើងនឹងអាចមានផ្លែផ្កានៅក្នុងខែកុម្ភៈនេះផ្ទាល់ចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូជីវិតគូរបស់អ្នកនៅក្នុងខែនេះឃើញថាដោយសារលោកអ្នកមានភាពមមាញឹកជាមួយនឹងរឿងការងារការរកស៊ីផ្ទាល់ខ្លួនប្រឹងរកលុយខ្លាំងពេកអញ្ចឹងអាចរៀងគេហៅថាខ្វះភាពផ្អែមល្ហែមជាមួយនឹងជីវិតគូអញ្ចឹងក៏ព្យាយាមងាកមកចាមើលថែចាប់អារម្មណ៍រឿងដៃគូរបស់យើងឲ្យបានល្អជីវិតគូរបស់យើងនឹងអាចមានភាពល្អប្រសើរដូចគ្នាណាចាហើយសម្រាប់ពាក់ព័ន្ធនឹងលោកអ្នកដែលមានដៃគូហើយបើសិនជាកំពុងមានចំនួននៅក្នុងខែកុម្ភៈនេះយើងអាចនឹងមានឱកាសត្រឡប់មកត្រូវគ្នាវិញបានណាចាហើយលោកអ្នកដែលនៅទីនេះលោកអ្នកដែលមិនទាន់មានអ្នកណាអ្នកកើតឆ្នាំថោះឃើញថាលោកអ្នកអាចរវល់នឹងមមាញឹកជាមួយនឹងការរលុយអញ្ចឹងធ្វើលោកអ្នកអាចថាមិនទាន់បើកចិត្តចាប់អារម្មណ៍អ្នកណាទេនៅពេលនេះណាចានេះសម្រាប់ពាក់ព័ន្ធជាមួយរឿងដែលគួរប្រុងប្រយ័ត្នបំផុតចាលោកអ្នករៀងប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការទៅឡើងទៅកន្លែងខ្ពស់ឬការលើករបស់ធ្ងន់វាអាចធ្វើឲ្យមានបញ្ហាផ្សេងៗណាអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នតិចចាហើយចុងក្រោយការធ្វើបុណ្យរបស់អ្នកលោកអ្នកចាគឺអាសាធ្វើបុណ្យជាមួយនឹងចាស់ទុំរបស់យើងជាមនុស្សស្រីបានច្រើនដើម្បីជាការលើករាសីពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌សូកូឡានិងពណ៌សណាចាលេខសំណាងរបស់អ្នកគឺមានលេខ11ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរោងចាសម្រាប់អ្នកកើតឆ្នាំរោងនៅក្នុងខែនេះផ្ទាល់សម្រាប់ខែកុម្ភៈនេះចាឃើញថាលោកអ្នកអាចមានអារម្មណ៍មួយគឺមានភាពជឿជាក់លើខ្លួនឯងលោកអ្នកធ្វើអីគិតអីអាចថាអត់ខ្វល់ពីអ្នកណាទេនៅក្នុងខែនេះឃើញថាចង់ធ្វើអីគឺលោកអ្នកធ្វើតាមការសម្រេចចិត្តរបស់ខ្លួនឯងអញ្ចឹងជារឿងល្អអញ្ចឹងនៅក្នុងខែនេះដែរលោកអ្នកអាចថានឹងមានឱកាសមានភាពលេចធ្លោភាពជោគជ័យណាមួយនឹងអាចកើតមានសម្រាប់លោកអ្នកហើយបើសិនជាបងប្អូនដែលកំពុងថាមានការប្រឡងប្រណាំងប្រកួតប្រជែងអីនឹងអាចមានដំណឹងល្អណាអាចនឹងជោគជ័យចាហើយសម្រាប់រឿងលុយកាក់ឃើញថាដំណើរលុយកាក់របស់លោកអ្នកអាចយើងអាចនឹងមានឱកាសរកបានប៉ុន្តែគាត់ថាការចំណាយក្នុងខែនេះរៀងច្រើនប៉ុន្តែលោកអ្នកនៅតែអាចមានឱកាសដោះស្រាយបានពីមួយរឿងចូលមកមួយរឿងទៀតក៏លោកអ្នកអាចមិនមានអីជាឧបសគ្គដែរអញ្ចឹងនៅក្នុងខែនេះយើងអាចហត់នឿយបន្តិចមែនប៉ុន្តែអាចថាមិនមានភាពរាំងស្ទះសម្រាប់លោកអ្នកទេណាចាមិនថារឿងលុយកាក់ឬបញ្ហាផ្សេងៗហើយសម្រាប់សុខភាពរបស់អ្នកក៏មិនមានអីជាបញ្ហាដែរនៅក្នុងខែនេះផ្ទាល់ចាហើយសម្រាប់មើលពីរឿងការងារនៅក្នុងឱកាសនេះដែរអត់ដឹងថាលោកអ្នកកំពុងតែមានការស្នើសុំអីមួយជាមួយនឹងការងាររបស់យើងឬអត់ទេបើសិនជាមានការស្នើសុំលោកអ្នកអាចនឹងមានឱកាសទទួលបានលទ្ធផលល្អចាហើយសម្រាប់ពាក់ព័ន្ធនឹងការរកស៊ីនៅក្នុងខែនេះការរកស៊ីលោកអ្នកត្រូវប្រយ័ត្នរឿងការនិយាយស្ដីតិចព្រោះអាចខ្លាចមានចំនួនជាមួយអតិថិជនអីចឹងណាចាហើយពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូជីវិតគូរបស់អ្នកកើតឆ្នាំរោងនៅក្នុងខែនេះឃើញថាលោកអ្នកអាចមានភាពផ្អែមល្ហែមចាក៏អាចថានឹងមានការយល់ចិត្តគ្នាបានយ៉ាងល្អមិនមានអីជាឧបសគ្គទេហើយក៏អាចនឹងមានការរៀបចំផែនការឬមានដំណើរកំសាន្តណាមួយកើតឡើងសម្រាប់លោកអ្នកដែលកើតឆ្នាំរោងលោកអ្នកដែលមានដៃគូណាចាសម្រាប់ពាក់ព័ន្ធជាមួយនឹងលោកអ្នកដែលនៅទីនេះអ្នកកើតឆ្នាំរោងនៅក្នុងខែនេះឃើញថាលោកអ្នកអាចនឹងមានឱកាសជួបមនុស្សដែលច្បាស់លាស់ណាចានឹងអាចមានឱកាសជួបមនុស្សដែលត្រូវ
ចិត្តឬក៏បងមួយចំនួនក៏អាចនឹងមានពិធីមង្គលកើតឡើងដែរនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតអ្នកកើតឆ្នាំរោងត្រូវប្រយ័ត្នជាមួយសត្វព្រោះអាចមានរបួសគ្រោះថ្នាក់ដោយសារសត្វណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកចាគឺអាសាធ្វើបុណ្យជាមួយនឹងការជួយទៅដល់ជនពិការណាដើម្បីលើករាសីរបស់យើងចាឲ្យពណ៌លើករាសីរបស់អ្នកគឺមានពណ៌អសហើយនិងពណ៌ខៀវចាលេខសំណាងរបស់អ្នកគឺមានលេខ54ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំអាសាញ់សម្រាប់អ្នកកើតឆ្នាំអាសាញ់នៅក្នុងខែកុម្ភៈនេះផ្ទាល់រឿងដំបូងដែលលោកអ្នកប្រយ័ត្នគឺការបើកបរការធ្វើដំណើរលេខធ្វើដំណើររបស់អ្នកអាចមិនទៅល្អទី1ការបើកបរអាចមានការប៉ះពីចាទី2ប្រយ័ត្នអាចមានការផាកពិន័យផ្សេងចាអញ្ចឹងគួរប្រយ័ត្នប្រយែងហើយសម្រាប់រឿងលុយកាក់នៅក្នុងខែនេះគឺថាដំណើរការនៃលុយកាក់របស់យើងការធ្វើអីមួយក៏ដោយលោកអ្នកតតែមានភាពច្បាស់លាស់អាចថាមានបញ្ជីមានខ្ទង់ចាយវាត្រឹមត្រូវមិនអញ្ចឹងទេអាចនឹងមានបញ្ហាអាចថាយើងរកលុយបានតែអត់ដឹងមុខថាបាត់ទៅណាអញ្ចឹងណាអញ្ចឹងត្រូវប្រយ័ត្នចំណុចនឹងតិចដែរចាហើយសម្រាប់រឿងលុយកាក់มันមានអីជាឧបសគ្គទេនៅក្នុងខែនេះណាសម្រាប់អ្នកកើតឆ្នាំម្សាញ់ចាសម្រាប់សុខភាពឃើញថាសុខភាពរបស់លោកអ្នកมันមានអីជាបញ្ហាទេនៅក្នុងខែកុម្ភៈនេះអាចថាល្អប្រសើររឹងមាំប៉ុន្តែរៀងប្រយ័ត្នសុខភាពអ្នកអាយុតិចជាងអាចជាប្អូនកូនក្មួយរបស់យើងតូចៗណាអញ្ចឹងគួរប្រយ័ត្នពួកគាត់ផងចាហើយសម្រាប់មើលពីលេខការងារលោកអ្នកដែលមានការងារជាប្រចាំរយៈនេះលោកអ្នកដែលកើតឆ្នាំអាសាញ់ឃើញថាការងារអាចមានអារម្មណ៍ថាយើងអាចរៀងទទួលបានភាពអយុត្តិធម៌ខ្លះមានភាពលំអៀងខ្លះពីថ្នាក់លើពីមិត្តរួមការងារចឹងទៅប៉ុន្តែឃើញថាលោកអ្នកនៅតែព្យាយាមឈរនៅចំណុចរបស់ខ្លួនឯងអញ្ចឹងបើសិនជាលោកអ្នកប្រកាន់ខ្ជាប់នឹងអំពើល្អនិងភាពស្មោះត្រង់នឹងអាចទទួលបានជោគជ័យត្រឡប់មកវិញចាសម្រាប់ពាក់ព័ន្ធជាមួយការរកស៊ីចានៅក្នុងខែនេះការរកស៊ីរបស់អ្នកកើតឆ្នាំអាសាញ់ត្រូវប្រយ័ត្នប្រយែងបានខ្លាំងពួកអាចថាប្រយ័ត្នមានបញ្ហាធ្វើប្រហែលតាំងតិចធ្វើឲ្យយើងខាត់បងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូអ្នកកើតឆ្នាំអាសាញ់ជីវិតគូរបស់អ្នកនៅក្នុងខែនេះក៏ដូចជាឱកាសនេះផ្ទាល់លោកអ្នកត្រូវប្រយ័ត្នណាកុំព្យាយាមយករឿងចាស់មកនិយាយគ្នាឬក៏រំលឹករឿងចាស់បើមិនចឹងទេអាចធ្វើឲ្យមានការប៉ះទង្គិចគ្នាសម្រាប់លោកអ្នកដែលកើតឆ្នាំអាសាញ់សម្រាប់លោកអ្នកដែលនៅតែចាស់លោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងឱកាសនេះលោកអ្នកនឹងអាចមានឱកាសគេហៅថាចាប់អារម្មណ៍ទៅលើអ្នកណាម្នាក់ប៉ុន្តែអាចថាមិនទាន់ហ៊ានប្រាប់មិនទាន់ហ៊ានសារភាពគេទេអញ្ចឹងឱកាសនេះដែរបើសិនជាលោកអ្នកស្រឡាញ់ពេញចិត្តអ្នកណាព្យាយាមចូលទៅប្រាប់គេឲ្យដឹងលោកអ្នកអាចទទួលបានចម្លើយល្អណាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះដែរឃើញថាប្រយ័ត្នរឿងទូរស័ព្ទដៃណាអ្នកកើតឆ្នាំម្សាញ់ពួកអាចមានឱកាសទូរស័ព្ទឲ្យយើងធ្លាក់បាក់បែកខូចអញ្ចឹងទៅចាហើយចុងក្រោយការធ្វើបុណ្យគឺអាសាធ្វើបុណ្យតាមវត្តអារាមឲ្យបានច្រើនដើម្បីជាការលើករាសីរបស់យើងពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌ផ្កាឈូកនិងពណ៌សលេខសំណាងរបស់អ្នកគឺមានលេខ02ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមីសម្រាប់អ្នកកើតឆ្នាំមីនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នករៀងមានការចំណាយច្រើនចាហើយការចំណាយហ្នឹងគឺភាគច្រើនអត់សូវមានរឿងខ្លួនឯងទេចំណាយទៅលើការជួយជ្រោមជ្រែងអ្នកចិត្តខ្លួននឹងតែម្ដងហើយក៏អាចថាមានអ្នកចូលមកពឹងពាក់របស់យើងចំពោះយើងចឹងទៅធ្វើលោកអ្នកអាចថាពិបាកបដិសេធណាចាអញ្ចឹងនៅក្នុងខែនេះលោកអ្នកអាចមានការចំណាយច្រើនហើយសម្រាប់រឿងលុយកាក់ឃើញថាมันមានអីជាឧបសគ្គទេនៅក្នុងខែនេះយើងអាចមានឱកាសដូចថារកបានសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ចាយវាចឹងទៅចាប៉ុន្តែគាត់ថាបើឲ្យសល់ហ្មងខែនេះយើងអត់ទាន់សល់ទេណាចាហើយក៏អាចថាបានតិចតួចក៏ត្រូវយកទៅជួយនឹងចែករំលែកទៅកាន់អ្នកផ្សេងទៀតចឹងណាចាហើយសម្រាប់ពាក់ព័ន្ធនឹងសុខភាពឃើញថាសុខភាពរបស់អ្នកកើតឆ្នាំមីមិនមានអីជាបញ្ហាទេចាយើងអាចរឹងមាំល្អណាចាហើយសម្រាប់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់អ្នកកើតឆ្នាំមីនៅកន្លែងការងារត្រូវប្រយ័ត្នពួកអាចថានឹងមានមនុស្សមានចិត្តមិនស្មោះត្រង់មិនល្អអាចនឹងមានគំនិតមិនល្អចំពោះលោកអ្នកអាចនឹងលួចចាក់យើងពីក្រោយខ្នងណាចាឬក៏ប្រយ័ត្នត្រូវគេកុហកធ្វើឲ្យខាតបង់ការងារនេះផ្ទាល់តែម្ដងចឹងត្រូវប្រយ័ត្នប្រយែងមែនទែនជាពិសេសប្រយ័ត្នចំពោះមនុស្សភេទប្រុសអាយុច្រើនជាងចាសម្រាប់ការរកស៊ីក៏ឃើញថាដូចគ្នាពាក់ព័ន្ធនឹងការរកស៊ីរបស់អ្នកត្រូវមានការប្រយ័ត្នប្រយែងជាមួយនឹងការសញ្ញេផ្តិតមេដៃលើឯកសារផ្សេងៗជាមួយនឹងបញ្ជីរបស់យើងរកស៊ីជាមួយគ្នាឬក៏អាចតែជាមួយអតិថិជនណាក៏ដោយលោកអ្នកត្រូវប្រយ័ត្នណាព្រោះអាចមានឱកាសខ្លាចមានការភ័ន្តច្រឡំតួលេខនិងធ្វើឲ្យយើងខាតបង់ដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូចាសម្រាប់ជីវិតគូរបស់លោកអ្នកនៅក្នុងឱកាសនេះឃើញថាត្រូវប្រយ័ត្នរឿងការនិយាយស្ដីព្រោះលោកអ្នកនិងដៃគូនឹងអាចមានចំនួនពាក្យសម្ដីជាមួយគ្នាណាអ្នកកើតឆ្នាំមីចាសម្រាប់លោកអ្នកដែលនៅតែចាលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងឱកាសនេះផ្ទាល់លោកអ្នកអាចមានឱកាសគេហៅថានឹងមានអ្នកព្យាយាមចូលមកចាយចង់ចាប៉ុន្តែធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាដូចអត់ជឿជាក់ណាធ្វើឲ្យយើងអត់ទាន់ហ៊ានចាប់ផ្ដើមមួយអ្នកណាទេចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតអ្នកកើតឆ្នាំមីគឺលេខរបស់អ្នកគឺឆុងជាមួយភ្លើងអញ្ចឹងគួរប្រយ័ត្នជាមួយភ្លើងអាចមានរបួសគ្រោះថ្នាក់ដោយសារភ្លើងណាចាហើយចុងក្រោយការធ្វើបុណ្យគឺសារធ្វើបុណ្យជាមួយក្មេងបានច្រើនដើម្បីលើករាសីរបស់យើងពណ៌លើករាសីរបស់អ្នកគឺមានពណ៌សនិងពណ៌ទឹកប៊ិចលេខសំណាងរបស់អ្នកគឺមានលេខ37ណាចាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមីសម្រាប់អ្នកកើតឆ្នាំមីនៅក្នុងខែកុម្ភៈនេះចាលោកអ្នកអាចមានអារម្មណ៍មួយគឺចង់ធ្វើបុណ្យចង់រៀបចំនៅគេហៅថាអាសនៈអង្គណាមួយដែលយើងអាចថាចង់រៀបចំដើម្បីគោរពបូជាអញ្ចឹងនឹងអាចមានការជាវនៅរូបព្រះបដិមាណាមួយចានឹងអាចមានជាវចូលផ្ទះយើងឯនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាហើយនឹងអាចមានការរៀបចំដំឡើងគ្រូអីចឹងណាចាក៏អាចនឹងមានដែរចាហើយរឿងលុយកាក់ឃើញថានៅក្នុងខែកុម្ភៈនេះល្អប្រសើរសម្រាប់អ្នកកើតឆ្នាំមីលោកអ្នកអាចមានលៀបសំណាងនឹងអាចមានការទិញរបស់ទ្រព្យថ្មីចូលអីនោះក៏អាចមានដែរណាចាសម្រាប់សុខភាពលោកអ្នកគួរប្រយ័ត្នរឿងការហូបចុករឿងចំណីអាហារណាចាពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់ការងាររបស់អ្នករៀងប្រយ័ត្នការនិយាយស្ដីតិចព្រោះអាចថាលោកអ្នកនិយាយខុសនឹងខាត់
តបង់ការងារបើនិយាយត្រូវនឹងអាចទទួលបានលាភសំណាងពីការងារមកវិញអញ្ចឹងការងារលោកអ្នកត្រូវតែប្រយ័ត្នបន្តិចណានៅក្នុងឱកាសនេះចាហើយសម្រាប់ពាក់ព័ន្ធនឹងការរកស៊ីឃើញថាដំណើរការនៃការរកស៊ីរបស់យើងអាចមានឧបសគ្គខ្លះនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាអញ្ចឹងសម្រាប់ពាក់ព័ន្ធជាមួយនឹងការរកស៊ីនេះដែរលោកអ្នកត្រូវតែច្បាស់ថាផលិតផលឬរបស់ដែលយើងលក់ចេញទៅឲ្យភ្ញៀវហ្នឹងគឺជារបស់ដែលច្បាស់លាស់ពិតប្រាកដមិនមានការខ្លែងបន្លំណាមួយណាចាអញ្ចឹងបើសិនជាលោកអ្នកអាចថាយើងដាក់ឲ្យតែបានឬក៏ដាក់ទៅសិនទៅចាំភ្ញៀវថាអីចាំយើងនេះត្រឡប់មកវិញអានឹងវាធ្វើឲ្យបាត់បង់ឱកាសហើយធ្វើឲ្យមានបញ្ហាអាចកើតចេញជាចំនួនផ្សេងទៀតអញ្ចឹងក៏គួរប្រយ័ត្នដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូចាសម្រាប់លោកអ្នកដែលមានដៃគូអ្នកខាត់ឆ្នាំមួយម៉ែនៅក្នុងខែកុម្ភៈនេះឃើញថាល្អប្រសើរណាលោកអ្នកមានលាភសំណាងពីស្នេហាមានលាភសំណាងពីដៃគូបងដែលដូចថាមានតំណែងមិនទាន់ច្បាស់លាស់អីចូលដល់ខែកុម្ភៈនេះក៏អាចមានឱកាសទទួលបានភាពច្បាស់លាស់និងអាចមានការរៀបចំពិធីមង្គលតូចតាចអីមួយអាចនឹងកើតមានសម្រាប់យើងណាចាហើយសម្រាប់អ្នកនៅលីវលោកអ្នកដែលនៅត្នេឃើញថាឱកាសនេះលោកអ្នកអាចនៅរងចាំមើលចិត្តគេសិនអាចថាចាប់អារម្មណ៍ហើយប៉ុន្តែសុំមើលចិត្តសិនអាចមិនទាន់ដូចថាបើកចិត្តទទួលអ្នកណា 100% ទេអាចកំពុងស្ថិតនៅក្នុងការជ្រើសរើសណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងដែលគួរប្រយ័ត្នបំផុតក្នុងខែកុម្ភៈនេះអ្នកកើតឆ្នាំម៉ែហាមដាច់ខាតកុំឲ្យអ្នកណាខ្ចីលុយឬខ្ចីរបស់មិនចឹងទេប្រយ័ត្នខាតបង់ណាហើយចុងក្រោយការធ្វើបុណ្យគឺលោកអ្នកអាសាធុមួយការចូលរួមកសាងតាមសាលារៀនវត្តរាមទីពេទ្យដើម្បីជាការលើករាសីពណ៌លើករាសីសម្រាប់លោកអ្នកចាគឺមានពណ៌សនិងពណ៌សាច់ណាចាលេខសំណាងរបស់លោកអ្នកគឺមានលេខ88ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំវកសម្រាប់អ្នកកើតឆ្នាំវកនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាលោកអ្នកអាចមានឱកាសនឹងទទួលបានការជួយជ្រោមជ្រែងការឧបត្ថម្ភការផ្ដល់ឱកាសថ្មីក៏ដូចជាអាចនឹងមានអ្នកជួយចែករំលែកនៅចំណេះដឹងថ្មីដល់លោកអ្នកនឹងអាចទទួលបានបទពិសោធន៍ថ្មីសម្រាប់លោកអ្នកដូចគ្នាណាហើយបើរឿងលុយកាក់វិញឃើញថាលោកអ្នកអាចមានឱកាសហៅបានចាចំណូលលុយកាក់អីចេះតែមានចូលមកជាបន្តបន្ទាប់ហើយនៅក្នុងឱកាសនេះដែរឲ្យតែលោកអ្នកចាប់ផ្ដើមមានលុយត្រូវប្រយ័ត្នតិចដែរណាព្រោះតែមានលុយចូលលោកអ្នកចេះតែចង់ទិញនេះទិញនោះអញ្ចឹងអាចមានឱកាសត្រូវចំណាយលុយកាក់ទៅលើការទិញរបស់ទ្រព្យចូលដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពចានៅក្នុងឱកាសនេះខែនេះលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងបញ្ហាផ្ដាសាយឬក៏អាចថាយើងអាសាមានអារម្មណ៍មួយគឺវិលមុខជិះក្បាលនេះគឺអាសាមានអីចឹងត្រូវប្រយ័ត្នតិចដែរណាចាពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះការងាររបស់អ្នកឃើញថាអាចជាមានសម្ពាធខ្លះចាអាចនឹងត្រូវគេហៅថាការដាក់គម្លាតការគៀបសង្កត់ពីថ្នាក់លើឬក៏ចវាយនេះចឹងទៅធ្វើលោកអ្នកមានអារម្មណ៍ថាយើងអត់សូវសុបាយចិត្តអីចឹងណាចាហើយសម្រាប់ការរកស៊ីឃើញថាល្អប្រសើរនឹងអាចថាមានការរីកចម្រើនការជួញដូររបស់យើងអាចមានផ្លែផ្កាចឹងណាចាហើយសម្រាប់រឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូចានៅក្នុងខែកុម្ភៈនេះត្រូវប្រយ័ត្នតិចលោកអ្នកនឹងដៃគូនឹងអាចជួបអារម្មណ៍មួយគឺការខកចិត្តនឹងអាចមានបញ្ហាយល់ច្រឡំណាមួយឬក៏អាចថាយើងអាចមានឱកាសនឹងមានការប៉ះទង្គិចគ្នាដោយសារការគិតខុសចំពោះគ្នានេះឯងអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នតិចណាចាហើយសម្រាប់លោកអ្នកដែលនៅត្នេក៏ត្រូវប្រយ័ត្នដែរនៅក្នុងខែនេះឃើញថាអាចនឹងមានអ្នកចាប់អារម្មណ៍ចំពោះលោកអ្នកប៉ុន្តែត្រូវប្រយ័ត្នគឺអាចអ្នកមានម្ចាស់ហើយចូលមកចាប់អារម្មណ៍ចំពោះលោកអ្នកអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងដែលគួរប្រយ័ត្នបំផុតនៅក្នុងឱកាសនេះយើងប្រយ័ត្នចំពោះតំណែងមនុស្សស្រីមិនថាអាយុតិចឬអាយុច្រើនទេនឹងអាចព្យាយាមនាំរឿងមិនល្អនាំបញ្ហាឬអាចจะកុហកយើងនឹងតែម្ដងចាអញ្ចឹងគួរប្រយ័ត្នណាហើយចុងក្រោយការធ្វើបុណ្យរបស់អ្នកគឺអាសាធ្វើបុណ្យជាមួយការជួយតាមមន្ទីរពេទ្យដើម្បីជាការលើករាសីពណ៌លើករាសីសម្រាប់លោកអ្នកចាគឺមានពណ៌សពណ៌ស្វាយចាលេខសំណាងរបស់លោកអ្នកគឺមានលេខ21ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរកាសម្រាប់អ្នកកើតឆ្នាំរកានៅក្នុងឱកាសនេះក៏ដូចជាខែកុម្ភៈនេះផ្ទាល់លោកអ្នកមានអារម្មណ៍ថាយើងឯកាខ្វះភាពកក់ក្ដៅលោកអ្នកចង់ឲ្យអ្នកជុំវិញខ្លួនយកចិត្តទុកដាក់អញ្ចឹងណាអញ្ចឹងនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់សម្រាប់លោកអ្នកដែលកើតឆ្នាំរកាឃើញថាលោកអ្នកនឹងទទួលបានការមើលថែក៏ដូចជាការព្រួយបារម្ភពីអ្នកចិត្តខ្លួនជាពិសេសអាចមានឱកាសទទួលបានអារម្មណ៍ល្អពីមនុស្សផ្ទុយភេទតែម្ដងចាហើយសម្រាប់រឿងលុយកាក់ឃើញថាអាចចាប់ផ្ដើមមានពលឺត្រឡប់មកវិញហើយសម្រាប់អ្នកកើតឆ្នាំរកាណាយើងអាចនិយាយថាមានអ្នកចូលមកជួយជ្រោមជ្រែងសម្រាប់លោកអ្នកបើសិនជាកំពុងមានបញ្ហាចាហើយសម្រាប់សុខភាពមួយរយៈនេះលោកអ្នកអាចប្រយ័ត្នភ្នែកចាអាចមានឱកាសឈឺឬមានរបួសនៅភ្នែកនឹងតែម្ដងចាហើយអាចកើតចេញពីពេលខ្លះយើងមើលទូរស័ព្ទច្រើននេះឯងណាចាហើយសម្រាប់រឿងការងារនៅក្នុងឱកាសនេះឃើញថាការងាររបស់អ្នកមិនមានអីជាបញ្ហាទេណាអ្នកកើតឆ្នាំរកានៅកន្លែងការងារមានការចែករំលែកជួយគ្នាទៅវិញទៅមកជាមួយនឹងការងារអាចមានឱកាសល្អចាហើយសម្រាប់ការរកស៊ីនៅក្នុងខែនេះដំណើរការនៃការរកស៊ីរបស់អ្នកកើតឆ្នាំរកានៅមានឧបសគ្គនៅឡើយហើយត្រូវប្រយ័ត្នណាបើសិនជាលោកអ្នកដែលរកស៊ីជាមួយមុខរបរមិនស្របច្បាប់អីក៏គួរប្រយ័ត្នដែរព្រោះអាចមានបញ្ហាការត្រួតពិនិត្យការផាកពិន័យផ្សេងៗអាចនឹងកើតមានចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូអ្នកកើតឆ្នាំរកាជីវិតគូរបស់អ្នកនៅក្នុងសំទោសនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាអាចមានភាពផ្អែមល្ហែមក៏ដូចជាអាចមានការមើលថែគ្នាបានយ៉ាងល្អហើយបងដែលកំពុងមានបំណងចង់មានបុត្រធីតានេះក៏អាចនឹងមានអ្នកម្ចាស់កំណើតណាចាសម្រាប់អ្នកនៅលីវចាអ្នកនៅត្នេឃើញថាលោកអ្នកអាចនៅក្នុងខែនេះផ្ទាល់តែម្ដងលោកអ្នកចង់មានដៃគូចង់មានជីវិតគូអ្នកខ្លះក៏ព្យាយាមទៅបួងសួងបន់ស្រន់តាមកន្លែងផ្សេងៗថាអូយើងឆាប់បានជួបគូទៅអញ្ចឹងណាអញ្ចឹងឱកាសនេះអាចថានៅមិនទាន់មានមនុស្សដែលច្បាស់លាស់ចូលមកទេសម្រាប់លោកអ្នកណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងតែលោកអ្នកគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះដែរគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការទៅសញ្ញាឯកសារឬក៏ប្រឌិតមេដាយលើលិខិតស្នាមណាមួយក៏ដោយត្រូវប្រយ័ត្នមែនទែនព្រោះអាចមានការភ្លៀងផ្លាត់ណាអាចនឹងធ្វើឲ្យយើងខាត់បង់ដែរចាហើយចុងក្រោយការធ្វើបុណ្យគឺសារធ្វើបុណ្យមួយការបលែងសัตว์ដើម្បីលើករាសីណាពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌ទឹកប៊ិចនិងពណ៌សលេខសំណាងរបស់លោកគឺមានលេខ49ណា
ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកាត់ឆ្នាំចសម្រាប់លោកអ្នកដែលកាត់ឆ្នាំចនៅក្នុងខែកុម្ភៈនេះចាលោកអ្នកត្រូវប្រយ័ត្នរឿងការចាយវិញបន្តិចណាចាត្រូវសំចៃត្រូវព្យាយាមគេហៅថាត្បិតត្បៀតបន្តិចបើមិនចឹងទេអាចនឹងជួបបញ្ហាពាក់ព័ន្ធជាមួយនឹងការខ្វះខាតការរាំងស្ទះចាអញ្ចឹងគួរប្រយ័ត្នការចាយវិញរបស់យើងណាចាសម្រាប់រឿងលុយកាក់វិញនៅក្នុងខែនេះគឺថាមានអារម្មណ៍ហត់នឿយមានអារម្មណ៍ថាយើងអាចមានអារម្មណ៍គិតច្រើនពាក់ព័ន្ធនឹងរឿងលុយកាក់នឹងផ្ទាល់តែម្ដងអញ្ចឹងគួរប្រយ័ត្នការចាយវាជាចម្បងតែម្ដងណាចាសុខភាពរបស់អ្នកក៏មិនសូវជាល្អប្រសើរយើងអាចអាសានឿយហត់អស់កម្លាំងមិនសូវមានកម្លាំងកំហែងណាចាហើយសម្រាប់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំលោកអ្នកត្រូវប្រយ័ត្នជាមួយនឹងការងារចាស់ចាស់ដែលយើងធ្វើទៅហើយហ្នឹងអាចថាមិនបានប្រយ័ត្នវាអាចមានបញ្ហាត្រូវសើឬត្រឡប់មកវិញធ្វើការងារដដែលចាក៏ទទួលបានការស្ដីបន្ទោសអីចឹងទៅចាហើយសម្រាប់ការរកស៊ីនៅក្នុងឱកាសនេះការរកស៊ីរបស់លោកអ្នកចាឃើញថាយើងអាចមានបញ្ហាខ្លះប៉ុន្មានចាប៉ុន្តែបើសិនជាអ្នកអំណត់នៅតែប្រឹងធ្វើប្រឹងរកនឹងអាចមានឱកាសបានលទ្ធផលល្អត្រឡប់មកវិញចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងឬស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូសម្រាប់អ្នកខែឆ្នាំចជីវិតគូរបស់អ្នកនៅក្នុងខែនេះត្រូវប្រយ័ត្នតិចព្រោះអាចមានចំនួនគឺដោយសាររឿងលុយកាក់នឹងផ្ទាល់តែម្ដងណាចាហើយលោកអ្នកដែលនៅត្នេនៅក្នុងខែនេះផ្ទាល់ឃើញថាមានអ្នកព្យាយាមចូលមកលោកអ្នកអាចមានឱកាសជួបមនុស្សដែលវាថាពេញចិត្តសម្រាប់យើងអញ្ចឹងណាចាហើយចុងក្រោយរឿងដែលគួរប្រយ័ត្នបំផុតគឺប្រយ័ត្នរឿងការធ្វើដំណើរការបាត់បង់ណាអាចមិនសូវជាល្អទេនៅក្នុងឱកាសនេះចាហើយចុងក្រោយការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការប្រឡែងសត្វទៅដើម្បីលើករាសីរបស់យើងពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌ឈាមជ្រូកនិងពណ៌ទឹកប្រាក់ណាលេខសំណាងរបស់លោកអ្នកគឺលេខ28ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំកុលសម្រាប់អ្នកកើតឆ្នាំកុលដែលជាឆ្នាំកូនពៅណាចាអ្នកកើតឆ្នាំកុលនៅក្នុងខែកុម្ភៈនេះគឺលោកអ្នកអាចមានអារម្មណ៍ថានៅសុកគឺលោកអ្នកចេះតែមានអារម្មណ៍រវើរវាយចាឬក៏អាចថានៅសុកចេះតែមានអារម្មណ៍ថាដូចមានអីដើរតាមយើងឬក៏មានសម្ោលអីចេះតែដូចថាធ្វើឲ្យយើងមានអារម្មណ៍ថាចម្លែកដូចមានអ្នកតាមយើងអញ្ចឹងណាអញ្ចឹងនៅក្នុងខែនេះអ្នកកើតឆ្នាំកុលត្រូវអាសាធ្វើបុណ្យឲ្យបានច្រើនបន្តិចពួកអាចឃើញមានគេហៅថាប្រភេទពួកអមនុស្សចេះតែព្យាយាមតាមយើងអីចឹងរំខានដល់លោកអ្នកច្រើនអញ្ចឹងណាចាហើយជាពិសេសបងដែលកន្លងមកធ្លាប់ទៅពាក់ព័ន្ធជាមួយនឹងរឿងមុនខ្មៅផ្សេងទៀតវាអាចធ្វើឲ្យមានបញ្ហានេះដែរចាអញ្ចឹងព្យាយាមធ្វើបុណ្យឲ្យបានច្រើនអាសាស្រោចទឹកអាសាទៅបលែងសัตว์ទៅនឹងអាចល្អប្រសើរមកវិញណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងលុយកាក់ឃើញថារឿងលុយកាក់របស់អ្នកអាចនៅឡើងចំណាំងចូលឡាយទេសម្រាប់អ្នកកើតឆ្នាំកុលណាចាហើយសម្រាប់សុខភាពមួយរយៈនេះគឺលោកអ្នកអាសារយស្មាឈឺចុករយនៅកញ្ចឹងកអីហ្នឹងគឺអាសាមានហើយអាសាឈឺក្បាលនៅផ្ទាល់តែម្ដងណាអញ្ចឹងប្រយ័ត្នមែនតើរឿងសុខភាពរបស់យើងហើយសម្រាប់រឿងការងារនៅក្នុងឱកាសនេះការងាររបស់អ្នកកើតឆ្នាំកុលអត់អីទេឃើញថាមានផ្លែផ្កាមានការរីកចម្រើនសម្រាប់លោកអ្នកចាហើយសម្រាប់ការរកស៊ីក៏ឃើញថាយើងនឹងអាចមានឱកាសរកចំណូលមកចូលបានតិចតួចជាបន្តអញ្ចឹងចាអាចថាមិនរាំងស្ទះពេកទេចាហើយសម្រាប់រឿងស្នេហាឬក៏ជីវិតគូចាសម្រាប់ជីវិតគូរបស់អ្នកកើតឆ្នាំកុលឃើញថាជីវិតគូរបស់អ្នកនៅក្នុងសប្តាហ៍នេះត្រូវប្រយ័ត្នមែនតើហាមមានរឿងកុហកលាក់បាំងគ្នាមិនចឹងទេអាចមានឱកាសត្រូវបែកគ្នានិងអាចកើតចេញជាចំនួនផ្សេងណាចាហើយសម្រាប់លោកអ្នកដែលនៅត្នេដែលមិនទាន់មានអ្នកណានៅក្នុងខែនេះគឺត្រូវប្រយ័ត្នមែនតើមានមនុស្សមិនស្មោះត្រង់ជាយាមចូលមកអាចថាចង់លេងសើចជាមួយយើងអីចឹងណាចឹងប្រយ័ត្នអាចមានឱកាសប្រយ័ត្នចាញ់បោកគេដោយសាររឿងស្នេហានេះដែរចាហើយចុងក្រោយពាក់ព័ន្ធជាមួយរឿងដែលគួរប្រុងប្រយ័ត្នបំផុតគឺលោកអ្នកត្រូវប្រយ័ត្នរឿងរបស់ប្រើប្រាស់ចាអាចកុំព្យូទ័រទូរស័ព្ទ laptop នឹងអាចមានឱកាសប្រយ័ត្នធ្លាក់បាក់បាយខូចណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយការបលែងសត្វតាមផ្លូវទឹកទៅដើម្បីលើករាសីរបស់យើងពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌ឈាមជ្រូកណាចាលេខសំណាងរបស់អ្នកគឺមានលេខ86ចា